ស្គាល់ខ្លួនឯងច្រើនប៉ុណ្ណាយើងនឹងបាត់បង់ខ្លួនឯងនឹងតិចប៉ុណ្ណឹងដែរចឹងខ្ញុំនឹងបញ្យល់បន្ថែមទៀតទៅពេលដែលយើងមិនស្គាល់ខ្លួនឯងវាប្រៀបដូចជាយើងនឹងកំពុងតែបោះបង់ចោលខ្លួនឯងនឹងបន្តិចម្ដងចឹងហើយយើងចាប់ផ្ដើមផ្លាស់ប្ដូរនៅអ្វីដែលថ្មីមិនមែនជាខ្លួនឯងទេញ៉ែបានខ្ញុំនិយាយខាងលើថានៅពេលដែលយើងស្គាល់ខ្លួនឯងច្រើនប៉ុណ្ណាយើងនឹងបាត់បង់ខ្លួនឯងតិចប៉ុណ្ណឹងដែរនៅពេលដែលយើងស្គាល់ខ្លួនឯងនឹងមកនឹងយើងធ្វើអ្វីមួយវាជាខ្លួនឯងយើងអត់ copy ពីគេទេយើងធ្វើជារបស់យើងខ្ញុំមិនដែរសួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែស្ដាប់វីដេអូប្រធានបទថ្មីហើយសុខសប្បាយចិត្តទេសម្រាប់ខ្ញុំគឺសុខទុក្ខធម្មតាទេបាទអញ្ចឹងសង្ឃឹមថាបងប្អូនសុខសប្បាយទាំងអស់គ្នាពេលនេះខ្ញុំមានប្រធានបទមួយនិយាយអំពីវិន័យចំណេះដឹងតើពេលនេះអាចផ្លាស់ប្ដូរជីវិតយើងបានមុនគេហើយវាឲ្យជួយឲ្យយើងនឹងគឺមានប្រសិទ្ធភាពជាងគេនៅក្នុងជីវិតយើងរាល់ថ្ងៃហ្នឹងបងប្អូនដែលធ្លាប់មានសំណួរមួយដែលសួរគេថាវិន័យនិងចំណេះដឹងស្មើនឹងជីវិតថ្មីថ្ងៃនេះខ្ញុំនឹងលើក5បទពិសោធន៍ដែលអាចដូររបៀបគិតបងប្អូននិងរបៀបរស់នៅរបស់បងប្អូនឲ្យប្រសើរជាងមុនទៅក្នុងคลิปវីដេអូមួយនេះមូលហេតុធំទី1វិន័យសំខាន់ឬក៏យើងកាត់ចប់ថាវិន័យហ្នឹងគឺធម្មតាខ្ញុំបញ្យល់បងប្អូនឲ្យងាយយល់ហើយលើកឧទាហរណ៍ជាក់ស្ដែងកុំព្យូទ័រមនុស្សយើងមិនចាញ់បញ្ហាទេបើចាញ់នៅអវិន័យរបស់ខ្លួនឯងមនុស្សយើងមានបញ្ហារបស់យើងដោះស្រាយបានប៉ុន្តែដោយសារតែយើងដោះស្រាយមិនបាននោះគឺថាយើងអត់មានវិន័យលើខ្លួនឯងនេះសម្រាប់ទៅដោះស្រាយបញ្ហាហ្នឹងខ្ញុំលើកឧទាហរណ៍ជីវិតប្រចាំថ្ងៃយើងរាល់ថ្ងៃហ្នឹងគ្រាន់តែ30នាទីក្នុងមួយថ្ងៃអាចធ្វើឲ្យយើងខុសគ្នាជាមួយនឹងគេហ្នឹងរយៈពេល30ថ្ងៃក្រោយអញ្ចឹងបើយើងគ្រាន់តែមានវិន័យលើអ្វីមួយសម្រាប់ខ្លួនឯងនឹងយើងនឹងខុសគេរយៈពេល30ថ្ងៃក្រោយងាយយល់យ៉ាងហោចណាស់បងប្អូនមិនអាននឹងខ្លាំងជាងគេក៏ថាបានប៉ុន្តែបងប្អូនអាននឹងស្មោះត្រង់ជាងគេមូលហេតុធំទី2ចំណេះដឹងវាស្មើនឹងសេរីភាពរបស់យើងហេតុអ្វីបានខ្ញុំនិយាយថាចំណេះដឹងស្មើនឹងសេរីភាពតើខ្ញុំមកបញ្យល់បងសាមញ្ញបំផុតហើយនិយាយយើងស្គាល់ខ្លួនឯងច្រើនប៉ុណ្ណាយើងនឹងបាត់បង់ខ្លួនឯងនឹងតិចប៉ុណ្ណឹងដែរចឹងខ្ញុំនឹងបញ្យល់បន្ថែមទៀតទៅពេលដែលយើងមិនស្គាល់ខ្លួនឯងវាប្រៀបដូចជាយើងនឹងកំពុងតែបោះបង់ចោលខ្លួនឯងនឹងបន្តិចម្ដងចឹងហើយយើងចាប់ផ្ដើមផ្លាស់ប្ដូរនៅអ្វីដែលថ្មីមិនមែនជាខ្លួនឯងទេញ៉ែបានខ្ញុំនិយាយខាងលើថានៅពេលដែលយើងស្គាល់ខ្លួនឯងច្រើនប៉ុណ្ណាយើងនឹងបាត់បង់ខ្លួនឯងតិចប៉ុណ្ណឹងដែរនៅពេលដែលយើងស្គាល់ខ្លួនឯងនោះមកនឹងយើងធ្វើអ្វីមួយវាជាខ្លួនឯងយើងអត់ copy ពីគេទេយើងធ្វើជារបស់យើងសង្ឃឹមថាបងប្អូននឹងយល់ចឹងខ្ញុំនឹងមកបញ្យល់អំពីការសិក្សា3ប្រភេទដែលបងប្អូនអាចពិចារណាចឹងទី1ចំណេះដឹងបច្ចេកទេសឬហៅថា skill ចំណេះដឹងអំពីការគ្រប់គ្រងអារម្មណ៍ឬក៏ហៅថា control emotion 3ចំណេះដឹងអំពីធនធានខ្លួនឯង self awareness ខ្ញុំឧទាហរណ៍ជាក់ស្ដែងតកតោជាមួយនឹងចំណេះដឹងបើសិនជាយើងរៀនចំណេះដឹងតូចមួយជារៀងរាល់ថ្ងៃហើយប្រើពេលវាតែ1% តែប៉ុណ្ណោះមួយឆ្នាំក្រោយមកយើងនឹងក្លាយជាមនុស្សថ្មីយើងពាន់ 3V ចង់ដឹងថាប្រព័ន្ធ 3V ហ្នឹងវាមានស្អីខ្លះយើងមកមើលទាំងអស់គ្នាទី1 vision ឬចក្ខុវិស័យខ្ញុំឲ្យឧទាហរណ៍មួយគ្រាន់តែយើងចង់ដឹងថាយើងទៅណាមានន័យថាយើងនឹងមានទិសដៅសម្រាប់ខ្លួនឯងអាហ្នឹងគេហៅថាចក្ខុវិស័យ V2 where you តម្លៃជីវិតបងប្អូននិយាយពីតម្លៃស្មើនឹងអ្វីដែលសំខាន់នោះហើយគេហៅថាតម្លៃព្រោះតែវាសំខាន់ទៅវាមានតម្លៃឧទាហរណ៍បងប្អូនមានគ្រួសារបងប្អូនមានសុខភាពល្អបងប្អូនមានចំណេះដឹងបងប្អូនមានកាតព្វកិច្ចដែលត្រូវធ្វើអាហ្នឹងហើយដែលហៅថាតម្លៃអញ្ចឹង4ហ្នឹងតើវាសំខាន់អត់បងប្អូននឹងឆ្លើយថាយ៉ាពិតជាសំខាន់គ្រួសារក៏សំខាន់សុខភាពក៏សំខាន់ចំណេះដឹងក៏សំខាន់កាតព្វកិច្ចដែលត្រូវធ្វើក៏សំខាន់អាហ្នឹងដែលហៅថា value តម្លៃនៃជីវិតរបស់យើង V3 Victoria Habit ទម្លាប់ឈ្នះបងប្អូនចំណាយពេល15នាទីក្នុងការសិក្សាក្នុងមួយថ្ងៃ10នាទីសម្អាតរាងកាយនិងសម្អាតផ្ទះជារៀងរាល់ថ្ងៃ5នាទីគិតអ្វីដែលល្អគិតអ្វីដែលត្រឡប់មកវិញមានន័យថា reflection អ្វីដែលបងប្អូនធ្វើតាំងពីព្រឹក Victoria Habit ទម្លាប់ឈ្នះហ្នឹងវាមិនសំខាន់ថាបងប្អូនចំណាយពេលច្រើនមកនោះទេដើម្បីបាន Victoria Habit បងប្អូនក៏នឹងចំណាយពេល10ទៅ15នាទីក្នុងមួយថ្ងៃបងប្អូននឹងទទួលបាន Victoria Habit អាចខមមិននៅខាងក្រោមតើប្រព័ន្ធ 3V នេះគឺជាចំណេះដឹងឬក៏វិន័យចូលមកហេតុផលទី4យើងធ្វើឲ្យវិន័យនឹងคล้ายជាទម្លាប់យ៉ាងដូចបណ្ដាច់វិន័យคล้ายជាទម្លាប់មិនមែនធ្វើឲ្យតែមានទម្លាប់ដើម្បីคล้ายជាវិន័យនោះទេបើសិនជាបងប្អូនធ្លាប់អានសៀវភៅ
Atomic Habit សូមខមមិនឲ្យខ្ញុំនឹងផងទី1បើសិនជាបងប្អូនចាប់ផ្ដើមតូចខ្ញុំហេតុអ្វីបានខ្ញុំលើកប្រធានបទឲ្យបងប្អូនចាប់ផ្ដើមតូចព្រោះជាអ្វីដែលខ្ញុំបានធ្វើខុសកន្លងមកជាច្រើននៅពេលដែលខ្ញុំចង់ធ្វើស្អីមួយខ្ញុំរត់តែខ្ញុំអានឹងមានប្រយោជន៍ធំបើខ្ញុំចាប់ផ្ដើមធ្វើឧទាហរណ៍បើខ្ញុំចង់រកស៊ីមួយខែចំណេញ1000ខ្ញុំអត់ធ្វើវាទេខ្ញុំចាប់ផ្ដើមរកស៊ីឡើងចាប់ផ្ដើមចំណេញថ្មីឲ្យបាន10000ក្នុងមួយខែទុកខ្ញុំចាប់ផ្ដើមវារហូតដល់មកនេះខ្ញុំនៅតែមិនធ្វើមិនទាន់បានចំណូល$10000ក្នុងមួយខែដោយសារតែខ្ញុំគិតមិនបានធ្វើតូចនេះឯងខ្ញុំនៅសម្រាប់ចិត្តនេះខ្ញុំគិតវារយៈពេលអស់មួយឆ្នាំតំណសម្រាប់ចិត្តថាខ្ញុំចាប់ផ្ដើមនិយាយបែបនេះដើម្បីឲ្យមានឧបករណ៍គ្រប់គ្រាន់ជំរងចាំមានម៉ៃមួយដែលល្អខ្ញុំត្រូវមានកុំព្យូទ័រមួយដែលល្អខ្ញុំត្រូវមានអានេះមួយដែលល្អអានោះមួយដែលល្អចុងក្រោយគឺអត់ធ្វើគ្រប់យ៉ាងខាតពេលមួយឆ្នាំចោលដោយមិនបានចែកលេខចំណេះដឹងផ្សេងទៅកាន់បងប្អូនម្ដងមកនេះខ្ញុំនិយាយជាមួយបងប្អូននេះខ្ញុំនិយាយប្រើតែទូរស័ព្ទមួយតែប៉ុណ្ណោះធ្វើវីដេអូមួយដោយសារទូរស័ព្ទមួយតែប៉ុណ្ណោះมันមានកុំព្យូទ័រมันមានម៉ាញ់ទេគឺទូរស័ព្ទមួយសម្លេងដែលខ្ញុំនិយាយនេះគឺចេញពីទូរស័ព្ទដូចគ្នាកាត់បន្ថយអ្វីដែលរំខានយើងចោលពីមុនខ្ញុំជាមនុស្សមួយដែលចូលចិត្តលេង Facebook លេង TikTok លេង YouTube លេងគ្រប់បែបយ៉ាងលេងទាំងហ្គេមនឹងទៀតមួយថ្ងៃអត់តែពេលទំនេរគឺខ្ញុំចាប់ផ្ដើមលេងហ្គេមអត់តែពេលទំនេរខ្ញុំចាប់ផ្ដើម scroll អត់ពី scroll Facebook អស់ពី scroll Facebook ទៅ TikTok អត់ពី TikTok លេងហ្គេមទៀតអញ្ចឹងពេលខ្លះខ្ញុំចំណាយពេលបែបហ្នឹងសឹងតែរយៈពេលស្មើខ្ញុំធ្វើការមួយថ្ងៃដូចគ្នាពី5ម៉ោងដល់8ម៉ោងឯណោះតែកន្លែងនេះហើយដែលធ្វើឲ្យខ្ញុំមិនអាចរីកលាស់នឹងរីកចម្រើនអត់តែបងប្អូនធ្វើបែបហ្នឹងបងប្អូននឹងនៅដដែលតែបែបហ្នឹងរឿងមួយទៀតបើសិនជាបងប្អូនដែលធ្វើឲ្យបងប្អូននឹងមានការរំខាននោះគឺសន្យាបងប្អូនត្រូវគិតឲ្យច្បាស់ថានៅពេលដែលបងប្អូនសន្យាហើយតែបងប្អូនធ្វើមិនបានកុំនិយាយសន្យាមិនថាខ្លួនឯងឬអ្នកដទៃទេនេះខ្ញុំនិយាយតែលើខ្លួនឯងខ្ញុំអត់តនិយាយការសន្យាជាមួយនឹងអ្នកដទៃទេគំនិតរបស់ខ្ញុំកាត់បន្ថយការអ្វីដែលសំខាន់នោះគឺចាប់ផ្ដើមធ្វើវាភ្លាមបើសិនជាបងប្អូនចង់ voice ដូចខ្ញុំនេះចាប់ផ្ដើមធ្វើវាភ្លាមចាប់ផ្ដើមការសរសេរអ្វីដែលយើងរៀនអ្វីដែលធ្វើបាក់ធ្វើវាភ្លាមបដូរពីខ្ញុំចង់ធ្វើខ្ញុំត្រូវតែធ្វើខ្ញុំចង់ធ្វើប៉ុន្តែយើងមកធ្វើភ្លាមក្នុងថ្ងៃនេះយើងត្រូវតែធ្វើកុំសន្យាបងប្អូនធ្លាប់មានពាក្យមួយនៅក្នុងរឿងសាមគុកដែលម៉ាស៊ូវបាននិយាយថាអារម្មណ៍មិនធ្វើឲ្យយើងជោគជ័យប៉ុន្តែការអនុវត្តទើបធ្វើឲ្យយើងជោគជ័យយើងនិយាយហេតុផលករណីពិតមនុស្សធម្មតាដែលមានវិន័យឧទាហរណ៍អ្នកលក់អនឡាញជាច្រើនចាប់ផ្ដើមធ្វើ content ជារៀងរាល់ថ្ងៃក្នុង1នាទី3ខែក្រោយមកពួកគាត់នឹងមានអតិថិជនច្រើនជាងគេបើកម្មករសិក្សាភាសាអង់គ្លេសរយៈពេល15នាទីទៅ30នាទីក្នុងមួយថ្ងៃខ្ញុំជឿថាមួយឆ្នាំពួកគាត់នឹងឡើងតំណែងថ្មីនិស្សិតម្នាក់ចាប់ផ្ដើមសរសេរមួយទំព័រក្នុងមួយថ្ងៃគាត់នឹងទទួលបានចំណេះដឹងថ្មីដែលអ្វីដែលគាត់បានសរសេរសំណួរសួរថាគេឃើញយើងធ្វើបែបហ្នឹងគេថាយើងមិនបានប្លែកទេយើងត្រូវដឹងថា3ខាងលើហ្នឹងយើងធ្វើទៅមិនប្លែកទេប៉ុន្តែវាជាវិន័យដូចបងប្អូនឃើញចឹងខ្ញុំដាក់សំណួរសួរទៅបងប្អូនតើខ្ញុំប្រើពេល10វិនាទីតើវាជាវិន័យឬក៏ជាចំណេះដឹងសរុបទាំងអស់អំពីហេតុផលខាងលើនឹងវិន័យវាស្មើនឹងកម្លាំងសាងសង់ចិត្តវិន័យស្មើនឹងកម្លាំងសាងសង់ជីវិតរបស់យើងចំណេះដឹងស្មើនឹងកម្លាំងបើកទ្វារវិន័យបូកចំណេះដឹងស្មើជីវិតដែលអ្នកអាចកែតម្រូវដោយខ្លួនឯងបើអ្នកចាប់ផ្ដើមថ្ងៃនេះរយៈពេល5នាទីជារៀងរាល់ថ្ងៃជីវិតយើងមិនដដែលទេតែចាំថាយើងគ្រប់គ្រងជីវិតយើងណាត់ជីវិតគ្រប់គ្រងយើងត្រូវតែជាអ្នកគ្រប់គ្រងជីវិតរបស់យើងណាត់ជីវិតមិនមែនគ្រប់គ្រងយើងទេអរគុណជួបខ្ញុំនៅប្រធានបទក្រោយ